tên nè tật thành tê chạ bệ nập phù tê cha bệ sờ mê chất tệ sờ mang phà lăng priêm nè áp hì sê kê sạp bột thiên năng à sang khai yang miên xịt đầy thả vật thâu chỉ tầm nang tục đo cướp pram pon bẹt vật xả tua bay bỏ ong bệ nập biên từ cái đây bỏ ong nơi miên bể chôn cái đây thoại bằng cung bậc bút từ rúp chỉ đam đi bà bỏ ong nơi thoại cung đầu chật chè thla yang ná ọt pi bỏ ong tứ thoại cung đầu chật chè thla yang nô nơi tập bàn bon bàn ani song rộp mình chè tập đài bàn bon đôi khné ao tập chật smile khné lục hai thang vật thâu cua kê group kê bô chia ní ao mua tha chẹt đầy bịa chẹt đấy chê tập bèng bô chê tập pon tệ chê tự yang cái này na sầm rạp kê group kê bô chia kê ao mua tha chẹt đấy lục trái chánh màu to tiết chị buồn tộc chẹt đây ăn là bỏ bỏng rư co cái này pra đôi chị đam bô chị đám ri ai ô tê sa cả chẹt đây men men chị pria tê chị chơ chị cua chị sạch chị xì mong chị bê tông chị petro chị caro à tàu à do một cặp do một co do một chu do một trái cay bằng riệp liệp lon tứ hỏi à thật tham tha chị pria của rụp bô chia tới bàn bon đôi cái này kia hai tha chị rụp pria đôi dương rụp bà bọt nâng bà tẹ pria tha snam cùng nu pria bà tẹ pria đal snam cái cu đôi chỉ chơi cho lại chỉ pria thmo cho lại chỉ pria chỉ đàm ní ao mua thảo tê sạ cả chẹt đây chẳng à cha cày pi thưa pi thi bút thê pi sai tháo cua tai à thật than ý mang bút rùp băng tê sạ cả chẹtแต่ยังà thật ami ao bà bút rùp ní khai từ chiều tê sạ cả chẹt đâyสำหรับเนี่ยจะนอนคล้อยกรุบโบจีพุทธบริษัทជាការជួយសាសនាមួយទៀតគឺថាដើម្បីឲ្យសាសនានេះស្ថិតនៅលើដីត្រង់ណាមួយគង់វង្សថិតថេរទៅបានទាល់តែមានវត្ថុ6យ៉ាងត្រូវបង្កើតនិងថែរក្សាការពារវត្ថុ6យ៉ាងឲ្យបានសាសនានោះស្ថិតនៅបានវប្បធម៌រលត់ជាតិនិងរលាយវប្បធម៌ពន្ធរាយជាតិថ្កើងថ្កានរបស់6យ៉ាងនោះទី1ពុទ្ធសាសនដ្ឋានទីដីកន្លែងវត្តមានដីសម្រាប់សាសនាបើគ្មានទីកន្លែងទេយើងស្លាប់បាត់ទៅបាត់ដានមនុស្សទៅថ្វាយអង្គមនៅស្រុកឥណ្ឌាស្រុកព្រះរាល់ថ្ងៃដោយសារមានទីកន្លែងទេបើតាមតែប្រជាជនខ្លះអ្នកកាន់ពុទ្ធសាសនាស្លាប់អស់ហើយនៅតែអ្នកព្រាហ្មណ៍ទេអញ្ចឹងដោយសារទីកន្លែងបង្ហាញភ័ស្តុតាងឲ្យឃើញពិតថាពុទ្ធមានពិតប្រាកដអ្នកប្រាជ្ញទទួលស្គាល់ពេញពិភពលោកបង្កើតពិសាបូជាឥឡូវពេញពិភពលោកទទួលស្គាល់ជាបុណ្យពិភពលោកតែម្ដងទី1ពុទ្ធសាសនដ្ឋានគឺទីកន្លែងទី2ពុទ្ធសាសនវត្ថុរូបព្រះនឹងឯងរូបព្រះកុដិសាលាពហិបច្ចេតដីរចនាបថវត្ថុតាងដូចជាបត្រៃបីដកជាដើមសម្រាប់សម្គាល់ថាជាវត្ថុរបស់សាសនាទី3គេហៅថាពុទ្ធសាសនិកជនឬពុទ្ធសាសនបុគ្គលតលតែមានមនុស្សបើមិនមានមនុស្សទេមានតែវត្តមិនដឹងអ្នកណាអ្នកគោរពដូច្នេះតលមានអ្នកគាំទ្រទី4ពុទ្ធសាសនបដិបត្តិតលតែមានមនុស្សនឹងមនុស្សបដិបត្តិទៀតមានអ្នកបួសមានភិក្ខុសង្ឃមានសាមណេរមានអាចារ្យមានយាយមានតាមានអ្នកបួសនិងមានអ្នកចាំជួយឧបត្ថម្ភចង្ហាន់ជាឧបាសកឧបាសិកាទាយុទាយិកាណាទី5ពុទ្ធសាសនធម៌គឺនាំគ្នាសិក្សារៀនសូត្រធម៌បើមានតែព្រះមានតែកុដិមានតែសាលាមានតែពហិអត់មានអ្នករៀនធម៌យូរយើងលែងចេះដឹងធម៌អស់លែងមានចេះដឹងពីបុណ្យពីបាបពីអានិសង្សអីអស់នឹងបាត់អញ្ចឹងឲ្យត្រូវតែរៀនធម៌ស្ដាប់ធម៌ឡើងវិញដើម្បីឲ្យចេះដឹងបន្តទៀតឯទី6ពុទ្ធសាសនវិធីត្រូវថែវិធីសាសនាទាំងអស់កុំឲ្យបាត់វិធីសាសនានោះដូចជាបុណ្យចេញភាសាចូលភាសាចូលឆ្នាំភ្ជុំបិណ្ឌបុណ្យកឋិនបោះនាគមៀកកបោជាវិសាខកបោជាដើមជាបុណ្យសាសនាដែលយើងត្រូវថែរក្សាទុកបើយើងមិនថែទេនឹងបាត់សាសនាគេព្រះគេថ្ងៃកំណើតព្រះគេអុចកំជ្រួចទៅហឹងពេញមេឃជូនពរគ្នាពេញវត្ថុទូរទស្សន៍ទូរស័ព្ទដល់តែខួបកំណើតព្រះខ្លួនឯងវិញស្ងាត់ឲ្យឆឹង
គេសុកចិត្តឈប់សម្រាកផ្អាកការងារផ្អាកការរៀនសូត្រឲ្យមកធ្វើបុណ្យខួបកំណើតព្រះអត់មានពីណាមកម្ល៉េះហើយលឺមេក្រូពីវត្តមកឆ្ងល់ទៀតឲ្យចុះលោកអីវត្តហ្នឹងធ្វើស្អីគេអាឡេអាឡូនោះអាចារ្យធ្វើពិធីអីគេអាឡេអាឡូនោះកាន់សាសនាពុទ្ធកាន់អត្តសញ្ញាណប័ណ្ណដាក់ថាជនជាតិខ្មែរកាន់សាសនាពុទ្ធរួចមិនក៏មិនដឹងកំណើតព្រះរបស់ឯងអញ្ចឹងថ្ងៃកំណើតព្រះរបស់យើងគឺថ្ងៃវិសាខបូជាហើយបើព្រះគេមិនក៏ជូនពរជូនកដោជូនកំជ្រួចគ្នាទៅហឹងអើងកងម្លេះហើយដល់ព្រះឯងស្ងាត់ចឹងអត្តនឹងហើយយើងខ្លួនឯងអ្នកបំបត្តិវប្បធម៌ចឹងដើម្បីឲ្យសាសនារុងរឿងត្រូវថែរក្សារបស់ទាំង6យ៉ាងហ្នឹងណាញោមណាអញ្ចឹងរបស់ទាំង6យ៉ាងហ្នឹងដែលលើកឡើងសំខាន់ជាងគេដែលក្នុងកម្មវិធីនេះគឺរូបព្រះគេហៅថាពុទ្ធសាសនវត្ថុហ្នឹងញោមឥឡូវយើងកសាងពុទ្ធសាសនវត្ថុនៅកន្លែងពុទ្ធសាសនដ្ឋានឥឡូវនិយាយពីរឿងព្រះកាលពីព្រះអង្គគង់នៅលើតំណែងមួយអាត្មាមើលសភៅបរទេសថាប្រសេនតិកោសលឲ្យគេឆ្លាក់រូបក្លឹមច័ន្ទដល់ពេលព្រះអង្គយាងមកប្រជាជនតែងតែមកគោរពពុទ្ធរូបក្លឹមច័ន្ទហ្នឹងជំនួសព្រះអង្គដល់ព្រះអង្គយាងមកដល់ពុទ្ធរូបក្លឹមច័ន្ទហ្នឹងពុទ្ធរូបក្លឹមច័ន្ទហ្នឹងក៏ហោះឡើងលើហើយចុះមកវិញថ្វាយអង្គមព្រះអង្គនេះក្នុងនិទានកំណើតបុរាណជាភាសាបរទេសគេទៅសេអញ្ចឹងមានរឿងនឹងមួយកាលព្រះអង្គគង់នៅប៉ុន្តែយើងរកក្នុងគម្ពីរក្នុងបត្រៃបិដកយើងអត់ទាន់ឃើញយកជាការមិនកើតបន្ទាប់មកទៀតក្រោយព្រះអង្គប្រណិពានទៅ100ឆ្នាំមានឮតំណែងថាមានការកសាងពុទ្ធរូបប៉ុន្តែអ្នកប្រាជ្ញអ្នកសិក្សាស្រាវជ្រាវរកប្រភពនោះមិនច្បាស់វារកកំណត់កាលកំណត់បរិយាកំណត់កាលបរិច្ឆេទនឹងមិនឃើញម្ល៉េះហើយយកជាការមិនកើតអញ្ចឹងដល់ទៅពេលសាសនាពុទ្ធកន្លងបរិនិព្វានទៅបាន400ឆ្នាំអានេះបានយកជាការកើតជំនាន់នោះឯងនគរមួយឈ្មោះហៅថាបត្តលិបុត្រសពថ្ងៃគេហៅទីក្រុងបត្តនៈញោមឆ្លងទលេកុងគាមកស្ពានវែងជាងគេស្ពានជាង10គីឡូហើយស្ពានហ្នឹងគេឲ្យឈ្មោះហៅថាស្ពានមហាធម្មអន្តរាគន្ធីឆ្លងទលេកុងគាចុះមកផុតពីគល់ស្ពានបន្តិចមកឃើញទីក្រុងចាស់មួយសពថ្ងៃគេដាក់ឈ្មោះថាទីក្រុងបត្តនៈតែនេះជាទីក្រុងបត្តលិបុត្រពីដើមជានគររបស់ស្ដេចកនិស្កៈសោយរាជនៅនឹងមានទីប្រឹក្សាមួយឈ្មោះអស្វខោសៈធ្លាប់ជាប់ខ្សែស្រឡាយជនជាតិក្រិចធ្លាប់កាន់សាសនាព្រាហ្មណ៍ស្ដេចនោះនឹងទីប្រឹក្សាក៏ជំនុំគ្នាអស្វខោសៈថាព្រះអង្គសាសនាពុទ្ធយើងមិនដែលមានរូបសំណាកសម្រាប់គោរពថ្វាយអង្គមទេព្រះអង្គឥឡូវគិតកសាងសាសនាគេមានមែនបើអញ្ចឹងយើងគិតកសាងរូបព្រះក៏បានកសាងរូបព្រះឲ្យកើតឡើងក្នុងសម័យកាលនោះយកជាការបានព្រះនោះចឹងសរុបមកចង់និយាយថាពុទ្ធរូបនឹងមិនមែនកើតក្នុងសម័យពុទ្ធកាលទេគឺកើតក្រោយព្រះអង្គប្រណិពានទៅ400ឆ្នាំប៉ុន្តែគ្រាន់តែបង្កើតពុទ្ធរូបអត់ទាន់មានកម្មវិធីអភិសេកទេដល់តែកើតពុទ្ធរូបនឹងឯងបន្តមកទៀតមានកម្មវិធី100ឆ្នាំតមកទៀតអត់ពីស្ដេចកនិស្កៈទៅស្ដេចជំនាន់ក្រោយឈ្មោះក្រុងមិលិនដែលមានទំនាក់ទំនងវាទៈជាមួយនឹងនាគកសែនណថែដែលមានបញ្ញាដោះស្រាយបញ្ហាស្ដេចក្រុងមិលិននឹងដើរសួរអ្នកប្រាជ្ញដួលទាំងអស់តាមពិតមិនមែនគេមិនចេះទេគេចេះប៉ុន្តែនិស័យវាមិនត្រូវគ្នានិយាយវាមិនចុះសម្រងតលតែនាគកសែនបានបួសមកបានទប់ក្រុងមិលិនបានធ្វើឲ្យស្ដេចក្រុងមិលិននឹងជ្រះថ្លាក្នុងពុទ្ធសាសនាចិត្តចង់កសាងពុទ្ធរូបពិភាក្សាជាមួយនឹងពនាគកសែនណថែថាចង់កសាងពុទ្ធរូបស្រាប់តែក្តៅឆេវដល់ទៅប្រអិននាំវិសកម្មទេវបុត្រចុះមកវិសកម្មទេវបុត្រអ្នកខ្លះហៅថាព្រះពិស្ណុកាវិសកម្មទេវបុត្រនិងប្រអិនក៏ស្ម័គ្រចិត្តទៅរកថ្មឲ្យថាបើសិនជាយើងធ្វើពីឈើពីថ្មធម្មតាទៅវាធម្មតាពេកចង់ឲ្យអស់ចាអញ្ចឹងទុកភារៈឲ្យខ្ញុំទៅរកថ្មទៅបាតភ្នំវិបុល
แต่โยอันนี้บอกเกอนุบอกเกแต่เคยเก่ามันนี่อันนี้บอกสดัดจะอนุบอกเกเติบาดพนมเปรสมัยเตยโยเคยทมอมาดมปอโดยสดายบายปอคิวเกเอาชมัวทาทมอเก่ามรกตทมอนี่เรื่องนะก็บานโยทมอนุมอเอาฉลามนุษย์ฉลาดไงได้ที่เรื่องเป็ดมาละห้อยวิศกรรมเตบอดปะอันก็บานประเชียธาอะไรเอาวิศกรรมเตบอดไอ้ในฉลาดจมวยมนุษย์นั่งไงเพราะวิศกรรมเตบอดไอ้สกอลประเพะเปรียชบะฉลาดตึกโดเชียงมาละห้อยวิศกรรมเตบอดปะแฮลจีแปรกลาเมาจีมนุษย์โดยืงจังให้มาช่วยฉลาดเปรียนั่งฉลาดรวยสลัดห้อยสะอาดประเพะเสียงนั่งปะองแมนเตนเปลี่ยนเนี้ยกระแสนาไทยก็โยประเทศมาประจ่อปุ่มเปิลกระแลงประจ่อในประแกประจ่อในสมาประจ่อในเลือจุกงไงนั่งประจ่อหอยปังการกรรมวิธีอภิไสมนเกตรำสมัยกาโนดาวไซเจียโคซอนนมอดโยกบูนดองปนเนี้ยกระแสนาไทยเนี่ยประการกรรมวิธีอภิไสเปรียโดยลูกสำลังเคยกาลปีปะองบานตรัสดังล้างเมียนแฮดออกจากกรากรุมปึกหยอบยัวมีลึกตบมาลังขนับตึกขนับได้ดำใบหมดแต่เดิมโยปลังปีปะองปีปะองกุ้งกรอมดำปูติปรึกปลังพอกลางมาลอหายปะองอัฐทานทาเลิกนี่ตัวใบสักสบายเชียมแต่ไซระบอันริงสระหัวไทยยางนาปะอันแรงจบปีปลังได้อันในตรอมตอดบานตรัสมาอย่างเมียนปะพนลอสรับตีมวยโยลซอบเคยตุ่มเกาแต่เลือพนมแต่เละเจิงแต่ขนองสมอดดอกกาจังปีสัตแต่เลือก็นึกเคยท่าธรรมะอันนังบานตรามวยเตียดกรอยปีแต่ตัวจิงหันเนียงสุเจตาชันรู้โยเพจแต่ประดัดขนองตึกซองท่าเบื่อธรรมะอันบานตราแมนสมัยเพจได้ประชาตึกเพจได้เตยประชาตึกแมนปังเตยประชาตึกปองนึกเคยท่าธรรมะอันมุกตาบานตราโดยเฉพาะมันจ่อปีพลังที่มีได้เนื้อไอ้ทานประนำไม่ตาภาษาบัตไทยเลือกกองปลมอตดามท่าพลังนิจิระบอกเกเตสมอ้อยประพุทธเชี่ยจังประพุทธโลกมันจ่อจังเตท่าพลังนี้การล้างโดยบารมีระบอกตรงเมียท่าพลังนิจิระบอกยืงเตยืงเมียนสะไซคือเสนายืงทั้งอจิสะไซเสนาทั้งนู้เนี่ยคลาคลุนจีมนุษย์ขบาลจิสัตเนี่ยคลาคลุนจิสัตขบาลจีมนุษย์โยมอยสไรต์หังลังโตเมกทำบาลังนี่คือจีระบอบมีเรียทีเรียเตยืงจิสะไซมีเรียทีเรียทนอลือเตยืงเมียนสะไซบาลังจีระบอบยืงเจ้าสามณะโกดอมถ้าบาลังนี่จีระบอบตรงตาตรงเมียนเอาไว้จิสะไซบ้านประพุทธโลกธาปองเอาเตียนครบแบบยางเกิดแรงจีบารมีมันนี่โดยเฮาสมไปแต่การเกิดจีบเวสันดอปองทลบบริจาคเตียนนกปองแต่งแต่โจยตึกตึงได้โดยเฉพาะได้จีสะไซดังทาปองหนึ่งเองบานก่อสร้างบารมีพลังนี้เกิดแรงโดยบารมีระบบปองจังปองเปลี่ยนพนันเปลี่ยนได้เช่นปีเลยจีกงได้ดักสมาธินั่งจะออลมากราวมันเช่มาดองจะออลมากรองดักทาจะออลทักได้เนี่ยจีสะไซระบบปองสรับแต่แผ่นได้นั่งคือหรือมั้งคือกรึกเช่นจีสำเร็จมนุษย์ไรจีสำเร็จมนุษย์ไรนั่งใส่ลางช่วยปองทาบาลังนี่คือจีระบบพระสมณะโกดอมเตบาลังนี่เกิดล้างโดยบารมีระบบตรงเตยืงจีพระธรณียืงจีสะไซประธรณีจะสำเร็จไสได้เกี่ยวกับเนียงกงหิงประธรณีเจนมาปังหันโคลนไสเอาแผ่นใดหนึ่งคือปุปลเมียบอลพากยามจวนขณีเสกตำไรบอลกระกรีอยู่รถพากยามจวนขณีตั้งอ๋อโดยสาอำนาจในเนียงกงหิงได้เจียตัวตำนางเอาแผ่นใดเจนมาช่วยปะองขนมการเนาะโยมายปีมนเมาในสัตว์ปันดาลให้ประมวลประกาศมอบจันปะองอะไรในทว่าไอปะองมันก็มีรถจันอ๋อเตยปุเตปตาเพยนะเตยปูนในกินเมย์ในปูนหนึ่งประโปกอาตกอเมาเคยโดยชนกก็ใส่เจยโคถ้าเจโยปะองชนะเมียหายเมียนจัดบาปจันปะองหายเป็นนูพระอาเตปตาเมากรุบโบเชียมากรมเตย
ស្រែកជាយខោថ្វាយព្រះអង្គឲ្យពួកព្រំមកក្រុមទៅថ្វាយជាយខោផងថ្វាយទឹកផងពួកទេវតាថ្វាយភ្លេងផងថ្វាយផ្កាផងរីឯពួកនាគមកថ្វាយទឹកដល់ព្រះអង្គទៀតរីឯពួកគ្រុឌក៏មកថ្វាយជាយខោដល់ព្រះអង្គទៀតឃើញពួក4ក្រុមនឹងមកថ្វាយជាយខោកក្រឹកកក្រែងភ្នំទាំងឡាយអោនលំទោនរកគ្នាផែនដីក៏ក្រើករំពើកញាប់ញ័រផ្កាទាំងឡាយធ្លាក់ពីលើមេឃមកសសព្រុះអង្គាបោះធ្លាក់មកសសព្រុះឃើញដើមឈើណាក៏ចេញផ្កាសត្វដែលហើរទៅរកគោលដៅពេលនោះដល់ទាំងអស់ផ្លែឈើផ្លែអីក៏ផ្អែមដែរពេលនោះផែនដីក៏គ្រើករំពើកញាប់ញ័រលឺសំឡេងឲ្យពោសាទុការព្រះអង្គដូចជារន្ទះលឺគ្រប់ទិសទាំងអស់ក៏ក្រើករំពើកហេតុអស្ចារ្យនេះគឺព្រះអង្គឈ្នះមារព្រះអង្គបានត្រាស់ពិតប្រាកដញោមញាតិពុទ្ធបរិស័ទដោយឃើញសេចក្តីព្រឺរួមព្រឺស្បែកមានការថ្វាយភ្លេងថ្វាយផ្កាថ្វាយទឹកថ្វាយគ្រឿងសក្ការៈដូច្នោះបានពនិកសែនលោកថាបើដូច្នេះលោកបង្កើតកម្មវិធីអភិសេកយកអព្រឹត្តិការណ៍នឹងមកស្រែកបានឲ្យមានភ្លេងផងឲ្យមានបាច់ផ្កាផងឲ្យមានទឹកអប់គ្រឿងកោបអីផងឲ្យមានស្រែកជាយខុសសំឡេងអើងកងផងអ្នកខ្លះក៏ស្រែកតាមលំនាំនឹង4ដងអញ្ចឹងទៅអ្នកខ្លះក៏បានស្រែកតែ3ដងទេដោយថាយកលំនាំពុទ្ធេពុទ្ធបញ្ញាថឹកវិរិយាថឹកសទ្ធាថឹកឯណានោះទៅហើយអ្នកខ្លះគេស្រែកដល់5ដងគេថាពួកយើងនេះម្ដងទៀតពួកយើងនេះក៏ស្រែកជាយខុសថ្វាយព្រះអង្គម្ដងទៀតដូច្នេះហើយបានមានប្រវត្តិអភិសេកព្រះពុទ្ធរូបព្រះអង្គដែលកសាងពីបកែវមរកតនោះញោមដឹងថារឿងបកែវមរកតនឹងយ៉ាងណាទៀតក្បោះក្បាយវែងឆ្ងាយបើអាត្មាសង្ខេបបន្តិចបកែវមរកតនឹងដាក់នៅឥណ្ឌាហើយក៏មានទំនាយតមកនឹងបានមកនៅប្រទេសស្រីលង្កាដល់ពេលគេទៅចម្លងកពីបត្រៃ3ដកពីលង្កាមកអ្នកប្រាជ្ញខាងភូមាបានឃើញបកែវមរកតនឹងហើយនឹងបត្រៃ3ដកចម្លងរួចនឹងក៏សុំយកបកែវមរកតពីលង្កាយកមកដាក់ភូមាជំនាន់ធម្មានុរុទ្ធដល់ទៅពេលដាក់សពៅ2មកសពៅ1ដាក់បត្រៃ3ដកនឹងអ្នកប្រាជ្ញ20អង្គប្រសង់ជាអ្នកប្រាជ្ញទៅចម្លងបត្រៃ3ដកសពៅ1ទៀតដាក់ពុទ្ធរូបនឹងមកញោមញាតហើយមកដល់កដាលផ្លូវស្រាប់តែខ្យល់ព្យុះប៉ើងហ្មងពីកោះលង្កាមកកោះលង្កាពីដើមជានគរយៈវានៅដល់សម័យពុទ្ធសាសនាយៈកាន់សិល5ទាំងអស់កន្លែងនោះសាសនាតាំងមមទល់សពថ្ងៃពីដើមយៈតាឥឡូវនេះក៏នៅយៈដែរយៈគឺជនជាតិដើមរបស់លង្កានឹងឯងញោមហើយមកជាខាងត្បូងខាងជើងនោះពួកតមិលណាឌុមកពីឥណ្ឌាសម័យអាណានិគមអង់គ្លេសទេភាគច្រើនដូច្នេះពេលចេញពីកោះលង្កានឹងមកប៉ើងមកដល់ស្រុកខ្មែរខេត្តនៅភាគខាងត្បូងមួយឈ្មោះខេត្តបទាយមាសមានចវាយខេត្តឈ្មោះពញាមេត្រីក្នុងជំនាន់បទុមសូរវង្សឬហៅថាសូរ្យាវរ្ម័នទី2ខ្លះហៅថាស្ដេចជំនាន់ទី11រាប់ពីបឋមនាងនាគមកសោយរាជបើពីមកទើនៅខេត្តបទាយមាសនៃប្រទេសកម្ពុជាគេចោះទៅមើលឃើញមានប្រសង់មានបត្រៃ3ដកនិងមានពុទ្ធរូបគេក៏ដង្ហែឡើងមកលើពញាមេត្រីជូនដំណឹងមកអង្គរបទុមសូរវង្សរៀបចំទទួលបត្រៃ3ដកនោះហើយដូច្នេះទៅក៏បានកសាងវត្តធំជំនាន់នោះវត្តមួយឈ្មោះវត្តអណាឡោមតម្កល់រោមប្រជុំចើមរបស់អសជិជាតួបញ្ញវគិភិក្ខុវត្តមួយឈ្មោះវត្តលង្កាតម្កល់បត្រៃ3ដកដែលបានមកវត្តមួយឈ្មោះថាវត្តពុទ្ធមានបុណ្យតម្កល់ព្រះដែលប៉ើងមកនោះបកែវមរកតនោះវត្តមួយឈ្មោះថាវត្តពុទ្ធខោសាចាសម្រាប់តម្កល់អ្នកប្រាជ្ញដែលមកពីចម្លងកពីនឹងស្ដេចស្រុកគេបាត់សពៅគេដើររមកឃើញនៅស្រុកយើងគេក៏និមន្តអ្នកប្រាជ្ញត្រឡប់ទៅវិញសុំយកកពីទៅវិញសុំយកព្រះទៅវិញស្ដេចយើងឆ្លាតព្រះអង្គហើយព្រះអង្គយាងទៅចោះចាំទូលបង្គំហែទៅថ្វាយឲ្យសមនឹងកិត្តិយសរបស់ព្រះអង្គនេះក្នុងគ្រិស្តសករាជ1560ញោមហើយដល់ពេលអញ្ចឹងស្ដេចគេត្រឡប់ទៅវិញបាត់ស្ដេចយើងហៅអ្នកប្រាជ្ញទាំងអស់មកស្រុកខ្មែរមកគ្នាយើងចម្លងបត្រៃ3ដកទុកនាំគ្នាចម្លងហើយដាក់ស្លឹករឹតដាក់ស្លឹកទ្រាំងនឹងដាក់ស្បែកសត្វខ្លះដាក់លើស្លឹកត្នោតខ្លះចម្លងទុកបានទាំងអស់ហើយចែកចាយតាមខេត្តនាំគ្នាចម្លងឲ្យបានច្រើនជាប់ដាក់តាមខេត្តតាមវត្តទុករៀនញោមហើយដល់ទៅពេលថ្ងៃហែបត្រៃ3ដកត្រឡប់ទៅឲ្យគេវិញទៅអុជធូបសុំព្រះកែវព្រះអង្គហើយព្រះអង្គគង់នៅស្រុកខ្មែរនឹងហើយកុំទៅអីព្រះអង្គគង់នៅនឹងហើយព្រះអង្គស្រាប់តែឈរពន្ធរាំងសីចេញព្រិចពីបកាយចេញជុំវិញនឹង
បងធ្វើអភិនិហាទាំងថ្ងៃហ្មងស្ដេចព្រឺក្បាលខ្ញាក់ព្រះអង្គមុខទៅនៅស្រុកខ្មែរចុះអត់បាច់យកទៅទេហែតែបត្រៃបីដកនឹងអ្នកប្រាជ្ញយកទៅថ្វាយស្ដេចគេសួរថាចុះឯណាព្រះកែវមិនឃើញអូយព្រះអង្គឲ្យព្រះអង្គបានបត្រៃបីដកហើយព្រះអង្គទុកប្រកែវមួយអង្គសម្រាប់ស្រុកខ្មែរទៅអញ្ចឹងក៏បានដែរចែកគ្នាអញ្ចឹងទៅបានប្រកែវមរកតនោះជាសម្បត្តិរបស់យើងបានស្ដេចកសាងវាំងទៅធ្វើព្រះវិហារមួយតម្កល់ឲ្យឈ្មោះថាព្រះវិហារព្រះកែវមរកតអញ្ចឹងព្រះកែវមរកតដែលបានអភិសេកមុនគេដែលធ្វើពីកែវមរកតដោយប្រភពដូចនឹងព្រះអង្គមែនទែនគឺបានមកស្រុកយើងពីសម័យនោះហើយគិតមកដល់ឥឡូវរឿងរ៉ាវយ៉ាងម៉េចទៀតយើងមិនបានលើកឡើងទេក៏គ្រាន់តែថានេះគឺជាប្រវត្តិនៃការកសាងនិងអភិសេកព្រះឥឡូវដល់ទៅពេលបានកសាងព្រះហើយចាប់ផ្ដើមជ្រះថ្លាកសាងព្រះគេរកឃើញអ្នកជំនួញមកជួញនៅក្នុងតំបន់អូកែវកំពង់ផែជ្រោយម៉ាឡាយូកំពង់ផែអូកែវកំពង់ផែតាមបលឹងនិងសាលាចរិតវោកាញ់ដែលបានទទួលនៅព្រះទទួលនៅមរតកពុទ្ធសាសនាពីឥណ្ឌាតាមរយៈអ្នកជំនួញពីដើមគេឃើញកសាងពុទ្ធរូបមួយបែបដែលគេហៅថាពុទ្ធរូបទីបកៈឬយើងហៅថាពុទ្ធរូបទីបាំងកសម្រាប់គេដាក់តាមសំពៅមកគោរពបូជាយើងរកឃើញពុទ្ធរូបច្រើនកន្លែងណាស់ឥឡូវសរុបទៅពុទ្ធរូបដែលកើតមានជារូបរាងរចនាបថនេះឡើងយើងយកជាការបាន7ឬ8ឬ9មួយរចនាបថព្រះអង្គសមាធិដែលយើងហៅថាវិតរកមុទ្រាព្រះអង្គពុតភ្នែនពេនប្របាទប្រហោះស្ដាំលើប្រហោះឆ្វេងប្របាទស្ដាំលើប្របាទឆ្វេងទី2ហៅថាភូមិស្បកមុទ្រាឬពុទ្ធរូបមារវិជ័យគឺព្រះអង្គទ្រង់ផ្ចាញ់មាព្រះអង្គពុតភ្នែនពេនប្របាទប៉ុន្តែប្រហោះស្ដាំសំយ៉ងចុះទៅក្រោមចេះដោយចង្អុលយកផែនដីជាសាកសីអំបញ្ញមាញ់ណោទី3បត្រាទានមុទ្រាគឺព្រះអង្គទ្រង់បណ្ឌបាតដែលគង់ឈរអោបបាតទី4ធម្មចក្រមុទ្រាគឺព្រះអង្គទ្រង់សម្ដែងធម្មចក្រដែលមានកាយវិការបង្វិលកងចក្រហើយមានភិក្ខុបញ្ញវគិនៅក្បែរនោះចាំស្ដាប់ធម៌ផងដែរទី5អភ័យមុទ្រាគឺព្រះអង្គប្រទានអភ័យប្រភ្នែនឈរក៏ដោយប្រភ្នែនគង់ឈរក៏ដោយគង់ប្រភ្នែនក៏ដោយព្រះអង្គរាប្រហោះទៅខាងក្រៅអញ្ចេះមួយទៀតគេហៅថាវរៈមុទ្រាព្រះអង្គប្រទានពរអ្នកណាមកសុំសនំពរអីព្រះអង្គឲ្យពរព្រះអង្គប្រទានពរដោយពលាដៃពលាប្រហោះទៅខាងក្រៅសំយ៉ងចុះអញ្ចេះទោះបីព្រះអង្គឈរក៏ដីគង់ប្រភ្នែនក៏ដោយមួយទៀតគេហៅថាព្រះអង្គបរិនិព្វានឬសាយនមុទ្រាដូចយើងបានឃើញនេះគឺព្រះអង្គផ្ទុំប្រហោះណែប្រភៈផ្ទុំផ្អៀងទៅខាងស្ដាំអញ្ចឹងឯងណាញោមណានេះហៅថាសាយនមុទ្រារីឯពុទ្ធរូបមួយទៀតដែលខ្មែរនាំបង្កើតបុណ្យគេលើពិភពលោកគឺពុទ្ធរូបប្រក់នាគពុទ្ធរូបប្រក់នាគនេះតាមសិក្សាស្រាវជ្រាវមើលទៅប្រទេសណាក៏ដោយអត់មានធ្វើមុនខ្មែរទេវស្សាព្រះអង្គត្រាស់ដឹងឡើងសប្តាហ៍ទី7ញោមព្រះអង្គទៅគង់នៅស្រះមុជលិនពាក្យថាមុជលិនប្រែថាដើមរាំងលក់រាំងដែលគេបេះត្រួយវាយកមកចាក់បាញ់ឆែវណាញោមអាភាសាបាលីគេហៅថាមុជលិនដើមហ្នឹងស្រះហ្នឹងមានដោះដើមមុជលិនគេហៅស្រះមុជលិនមាននាគនៅហ្នឹងគេហៅមុជលិនតនាគព្រះអង្គគង់នៅហ្នឹងសពថ្ងៃស្រះហ្នឹងនៅតែញោមនៅខាងត្បូងពុទ្ធគយាកន្លែងព្រះអង្គបានត្រាស់ហ្នឹងក៏ស្រាប់តែមេឃភ្លៀងមកក៏ក្រឹកអញ្ចឹងនាគហ្នឹងកុំឲ្យព្រះអង្គទៅទឹកភ្លៀងនាគហ្នឹងងើបឡើងមកពាត់ព្រះអង្គចិត្តហើយបើកពពាធ្វើក្របពីលើព្រះអង្គ7ថ្ងៃបានរាំងភ្លៀងលាព្រះអង្គចេញវិញទៅដូច្នេះនាគមកការពារព្រះអង្គកុំឲ្យមានអន្តរាយខ្មែរយើងអ្នកបកើតមុនគេយើងមិនដាក់នាគពាត់ជុំវិញព្រះអង្គទេដាក់ឲ្យព្រះអង្គគង់ពីលើនាគហើយបាននាគបើកពីលើចេះវិញបានយើងមើលឃើញព្រះបានជាថាឃើញមុនគេពុទ្ធរូបប្រក់នាគដែលចាស់ជាងគេរកឃើញនៅក្នុងដងប្រាសាទបាយ័នជម្រៅ14ម៉ែត្រទៅក្រោមគេកោះកាយរកឃើញពុទ្ធរូបប្រក់នាគដតីទៀតនៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រំរកឃើញពុទ្ធរូបដតីទៀតគេកាយកប់ដោយសារទំនាស់សាសនាដូរពីសាសនាពុទ្ធមកកាន់សាសនាព្រាហ្មណ៍វាយព្រះខ្ទេចខ្ទីអស់ញោមទៅមើលផ្លូវប្រាសាទតាព្រំញោម
ถ้าเมื่อเพลย์ประสาทตะปรุมประสาทไอ้นั้นโยมเมื่อเคยสนามตามประกูลใส่มาตามเพลย์นั้นรูปเปรียประมาณกี่ใบบอกติดออกคือดาวซาแต่เมียนตุ่มนอศาสนาสมไปแต่เลือพนมบักไข่กาลปีเดิมศาสนาเปรียมดอลกันศาสนาประพุทธกิก่อสร้างรูปเปรียมวยดอกพวกประตบไปเลือพนมนั่งมาแคดซิมเรียบสั่งตะกรุบกระไลมือตะเคยต่างอ๋อมือไปจำไงตะเคยรูปเปรียนั่งตะได้ตะเลือกะปันตะดาวซาตุ่มนอศาสนาไตรบานกี่ไวปมบะใบติดอ๋อยอมมาจะเปรียไปในเลียนโจลตำไรโดยเฉพาะเวียนอ๋อน้องใบโยมเตยเลือกได้สเปียของผู้ปลูกเปรียน้องที่อภิษัยโรยฮะแล้วกี่ไวกับเตยโรยไปนั่งคล้ายกิโลยังได้ชวนเปรียให้บ้านกี่ก่อสร้างจุดจุลเอาเตยราชนาบดเปรียมmìnhนั่งเมียนอาจกำบังจานจะมวยสกยืงรอคืนในปุตตะสักราชมาปอนปมเปลรอยหาสับใบยังกัดจะคริสตะกราชมาปอนปีรอยปมใบได้กี่ก่อสร้างเปรียเปราะเนียนั่งนะชนะมาปอนปีรอยปมใบก่อสร้างเปรียเปราะเนียนั่งให้โยมยึดพุทธบริษัทอาจกำบังได้รอคืนนู้ตรบานสดักสีสวัสดิ์โลกบานเยียงตะดอลนอมโยเปรียนู้โยมตำกอลสอบไงปองเปราะเนียได้จ่าเชียงเกนู้บานตำกอลในประสาทปรามปีละแวงกระไลน์ประสาทปรามปีละแวงนู้คือเชียกระไลน์เก็บบอลสรอนสะสดมวยได้เชียพิเศษเมตบเนี่ยจิมบังทมมนนังเจงแต่จิบังที่จะถวยพิธีบอลสรอนในกระไลน์นุ่งนะโยมนะให้สอบไงไตรบานเปรียสำดักเปรียสีสวัสดิ์มณีวงบานต่างหายเปรียโนโยมตำกอลในประสาทปรปีละแวงแต่ในปีขังการเรียนโจลตำไรนั่งนะโยมในต้นละสอบไงนั่งโยมนาเตกรุบโบเชียเนี่ยปราชมาปีนาโดยตัวสกอลประพุทธรูปจักจิงเกมาเปราะนี้โดยชนะเกจำลองตามขมายยืงมวยรีไอปองเปรนเปียนนี่สัตวัตตีปมวยตีปมเปลริจเทียนียืงตังมนเกนั่นในเลือบนมกุเลนหาธรรมเฮนตระบรปวดนั่นนะโยมนะอัตมาได้ทางไอ้มนทาเลือกได้สมเปียรูปเปรียองทมสัมปุตโกดมได้กงเลือบนมกุเลนกันดาลตรุงปรีวิไทยปุตเป็นแดนได้มาเฮนตระบรปวดนั่นนะโยมครองกัมพูชีเกลียไตตะทลายเชียงเมียประแดลฉละจาเชียประวัติในบาทกงเกียทลายงรงรอดปรีวอปอนปอดราซาเกดมแนลขมายเมียนแนคลากิโจลขมันทาแมนเชียประพุทธรูปยืงนั่งที่คือไสรที่คือจีเปรียโพธิสัตว์ไสรเปรียอดเมียนไสรที่สมบัญชีทาทอมมาสมาเทียนระบบได้อาจการจีเปรียบานอดเมียนเพชรไสรที่ขนมพุทธศาสนาตีมือคือปรสันแกหายทะลึงกับสมบัติโยมให้เบิ่งยัยถ้าเปรียจิตตัวไสรคือข้อกปีพุทธศาสนาดัดเอาแต่เปรียอดเมียนไสรที่ปัญญาบุษาเวะเมียนเปรียรหันไตเมียนปัญญาประพุทธอดเมียนไสรที่นี่โยมนะเนี่ยคลากระจายไสรอดเตอดไตรเตโดยในหายรัชนาบทดทมในพนมกเลนคือเปรนเปียนในมวยได้นี่สัตวัตนงปัญญายังรอเคยในแคดปูสัตยังเตยเป็นในเตยติดเตียนเตยโยมฉลองพอดตนิกโกนี่ฉลองพอดปีเปลยเตยกโกโยมเงี้ยเมาคังเชงได้เมียนพนมเกหายทัดดำบอลพนมรมไซซอหรือก็เกหายทารมนิยทานเนียซอโยมเตยกระไลนงเมียนพนมเกหายพนมกำนอบพนมตำไรสรดเกหายพนมกองวาในเลือพนมกองวานุตรบานกิโรเคยราชนาบดปองตุ่มมวยได้จิราชนาบดสมัยฟูนอนสมัยเจนลาให้โยมยึดเตยแต่อาตมาเตยบานปีดองติจิตเตยตินะปีใบดองอาตมาเตยกระไลเนาะปีดองโดยฉะนั้นโยมเตยกรุบโปเชียกระไลนุคือเชียประพุทธรูปปองตุ่มมวยได้ราชนาบดโบราณมุนสมัยโกติดได้รอเคยให้ประสาทได้รัชนาบทจิปองเปรนเปียนดอทมจิตัวประสาทมวยแต่มาดองโยมได้เคยได้อัดประสาทบาปูนโยมเตยปีข้างเล็กประสาทบาปูนให้โยมชอสำลังเมื่อตัวประสาทตั้งมูลนั่นคือจิรูปองเปรนเปียนนั่งตะมองหรือปองตุ่มนั่งตะมองปันแต่โดยสากะบะใบตรุตรมคลาวิบัติเรียงเรือคลาปันแต่ในมือสกอลโดยเฉพาะการกรุบโบเชียได้การก่อสร้างในคลังพรูจุมนอนเนาะจุนอนใจเวรมันได้ลูกจับพระดามใจเวรมันตีผมเปิลได้กันพระพุทธศาสนานี้ลูกเมียนบดมาอ่องชโมตามาเล่นเตะลูกเอาตื่นเรียนในประเทศสรีลังกาลูกเตยบัวในน้องเรียนเชียงดอกชน้ำโยมก็จะลองกับปีใดกาปีประเทศสรีลังกานั่งโยมเมาได้ทอยังโซดรอลไงนั่งอิเมเหตีสปฏิปันนาวสวาคาเตาเตะเปเซาไอ้นั่งไอ้บอตามาเล่นเตะจำลองเป็นลังกาเมาตาโดยเฉพาะยืงนอมคณีเรียนโซดพุทธศาสนาตั้งวิสมัยการนอมา
ប៉ុន្តែដោយសារផុតវិជ័យវរ្ម័នទី7ទៅមានសង្គ្រាមសាសនាគេមិនត្រឹមតែវាយរូបចម្លាក់គេវាយទាំងជ័យវរ្ម័នទី7នឹងបាក់ដៃអស់មួយកណាត់ទៅទៀតដល់រកឃើញទៅមិនដឹងថាដៃនឹងសមាធិឬក៏លឹកឬក៏ធ្វើម៉េចក៏នាំគ្នាកសាងមួយកណាត់តាមអញ្ចឹងដែរណាញោមណាអញ្ចឹងបាននឹកឃើញថាអស្ចារ្យនៅមានពុទ្ធរូបមួយបែបទៀតដែលយើងឃើញខ្លះមិនឃើញខ្លះគេហៅថាពុទ្ធរូបទ្រង់គ្រឿងខ្មែរយើងហៅថាព្រះសិអាមេត្រីឬហៅថាពុទ្ធរូបអវលោកតេស្វរៈឬហៅថាលោកកេស្វរៈមានដោយកលែងយើងអាចគោរពបូជាបានដូចគ្នាព្រោះយើងសូត្រយេចពុទ្ធាអតីតាចៈនោះបច្ចុប្បន្នាអីនោះណាមានន័យថាពុទ្ធរូបត្រាស់ដឹងក្នុងបច្ចុប្បន្នក៏យើងថ្វាយអង្គមឥឡូវហ្នឹងក៏ដោយអនាគតក៏ដោយក៏យើងថ្វាយអង្គមអតីតក៏យើងថ្វាយអង្គមអញ្ចឹងថ្វាយអង្គមបានដែរព្រោះយើងសន្មតថាពុទ្ធនឹងត្រាស់ដឹងក្នុងអនាគតអញ្ចឹងពុទ្ធរូបយើងហៅទ្រង់គ្រឿងគឺព្រះសិអាមេត្រីមានពុទ្ធរូបមួយបែបដែលញោមញាតិអត់សូវដឹងទេអាត្មាទៅនឹងជួបប្រតិបញ្ញាបូជាពធមានបញ្ញាច្រើនសង្ឃបូជាមហាធនណាំងបូជាប្រសង់មានសម្បត្តិទ្រព្យធនច្រើនបូជាពុទ្ធពុទ្ធបូជាមហាដេជោបូជាពុទ្ធមាន2ការបូជាដោយភ្ញីដោយផ្កាការចំណាយលុយកសាងរូបព្រះគេហៅថាអមិសបូជាការនាំគ្នារសាសិលការនាំគ្នាគោរពបប្រតិបត្តិតាមព្រះអង្គគេហៅថាបដិបត្តិបូជារមែងមានដេជះមានបារមីខ្លាំងប៉កែកើតជាតិណានាមានលៀបមានយុះមានស័កណាញោមណាបានគេនិយមកសាងអញ្ចឹងបូជា3ហ្នឹងបានផលផ្សេងពីគ្នាត្រង់តែនេះបូជាពុទ្ធមានយុស័កខ្ពង់ខ្ពស់បូជាពធកើតជាអ្នកប្រាជ្ញបូជាប្រសង្ឃកើតជាអ្នកមានទ្រព្យសម្បត្តិច្រើនដូច្នេះហើយការបូជាពុទ្ធការកសាងរូបព្រះនេះពុទ្ធជាម្ចាស់នៃយើងព្រះអង្គត្រាស់ដឹងឡើងចេញឈរពនរាំងសីមរហូតក្នុងចរិយា3ដកលោកថាព្យាមពភាសទាមយហੰតថាគតមានរស្មីមកព្យាមចេញពីខ្លួនចនិចសពកាលមកពីជាតិមុនព្រះអង្គធ្លាប់បានកសាងរូបព្រះហើយព្រះអង្គបិទមាសដល់លខ្វះមាសព្រះអង្គអាសាច់ព្រះអង្គហ្នឹងឲ្យប្រអិនដែលคลายខ្លួនជាជាងថាចេះវាយសាច់មនុស្សធ្វើមាសហ្នឹងព្រះអង្គចង់បានមាសសុខចិត្តអាសាច់ខ្លួនឯងឲ្យប្រអិនវាយយកទៅបិទប៉ុន្តែអាហើយទៅបិទទៅចិត្តមែនសាច់ហ្នឹងក៏ចិត្តដែរវាមិនដាច់មែនទេព្រោះប្រអិនចង់សាកចិត្តមើលអញ្ចឹងដោយសារព្រះអង្គធ្លាប់កសាងរូបព្រះឲ្យបិទមាសបានព្រះអង្គត្រូវមានឈរពនរាំងសីពណ៌មាសចេញពីខ្លួនសពកាលនោះមួយញ៉ឹងមើលកែណាហើយនិយាយពីប្រវត្តិវត្តតង្គគិលរាជដែលមានបារមីខ្លាំងប៉កែមានម្រាមដៃទឹកពីជាតិមុនជាអ្នកជំនួញអទេសទៅតាមផ្លូវបានឃើញព្រះមួយអង្គណាគេវាយបាក់ម្រាមហើយចឹងទៅក៏បានកាយដីស្អិតបិទជាមួយនឹងប្រេងល្ងជួសជុលបោសសម្អាតជួលក្មេងកបីឲ្យបោសសម្អាតទៀតទៅរស់ស៊ីមានបានសុខសាន្តសប្បាយរហូតដល់ស្លាប់ទៅកើតឋានសួគ៌អស់កាលយូរដល់ចុះមកកើតជាប្របាទវត្តតង្គគិលរាជជាស្ដេចចក្រមានម្រាមដៃទឹកពេលនោះសត្រូវទាំង101នគរលើកមកតដើមក៏វាយមិនឈ្នះព្រះអង្គដែរព្រះអង្គលើកទៅម្រាមដៃចោលតបសេះតបតម្រៃចាញ់ព្រះអង្គទាំងអស់គឺម្រាមដៃនឹងចង្អុលសេះច្មល់តម្រៃគឺដួលបោលទៅកិច្ចគ្នាចឹងហើយបានជាព្រះអង្គមានម្រាមដៃទឹកខ្លាំងប៉កែគេឲ្យឈ្មោះថាប្របាទវត្តតង្គគិលរាជនេះមកពីអានិសង្ឃកសាងម្រាមដៃព្រះហើយចុះតម្រាំយើងកសាងទាំងម្រាមជើងដល់ទាំងខ្លួនទាំងមូលទៀតនោះអានិសង្ឃខ្លាំងប៉ុណ្ណាណាញោមណា